កាលពីព្រេងនាយកាលពីឆ្នាំ2019 ស្ត្រីម្នាក់នេះគឺជាខ្ញុំបានមានវត្តមាននៅក្នុងបណ្ដាញសង្គមដោយសារតែចេញធ្វើសកម្មភាពថ្មីដោយសារតែមានវិបត្តិជំងឺ Covid-19 ប៉ះពាល់មុខរបរឧតសក់ដែលមិនសូវមានដំណើរការចាគឺមនុស្សខ្លាចមនុស្សដែលយើងมันមានភ្ញៀវចាគឺมันមានទទួលបានប្រាក់កម្រៃដូចមុនអញ្ចឹងមានបញ្ហាហិរញ្ញវត្ថុនៅក្នុងគ្រួសារហើយក៏បានព្យាយាមតស៊ូចេញសកម្មភាពខ្លាំងច្បាំងនឹងឧបសគ្គគ្រប់បែបគ្រប់យ៉ាងរហូតមកដល់សប្តាហ៍ថ្ងៃចាគឺរយៈពេល5-6 ឆ្នាំបងប្អូនចាបានបទពិសោធន៍ច្រើនចានឹងទទួលបានពី Facebook ហៅដាក់កងទទួលទឹកប្រាក់នៃប្រាក់ចំណូលនៃការធ្វើវីដេអូរបស់យើងបងប្អូនចាតែដោយសារតែយើងមានចំណេះដឹងខាងបច្ចេកវិទ្យានៅមានកម្រិតចាអញ្ចឹងយើងអាចឈោងឬក៏ទទួលបាននៃគេឲ្យទឹកប្រាក់មកយើងទេចាអញ្ចឹងបានចេះតែតស៊ូបន្តទៀតចឹងណាបងប្អូនតែខ្ញុំតែងតែសង្ឃឹមនៅក្នុងខណៈពេលដែលខ្ញុំអស់សង្ឃឹមក៏ដោយបងប្អូនថានឹងមានអ្វីមួយដែលបណ្ដាលឬក៏ឲ្យនាងខ្ញុំនឹងឈានទៅដល់ការទទួលបានចាអាចនិយាយបានថាជោគជ័យក្នុងខណៈណាមួយអញ្ចឹងណាចាទោះជាពាក្យនេះនាងខ្ញុំនិយាយទៅរៀងអៀនឬក៏ខ្មាស់ដោយសារអ្វីប៉ុណ្នេះក៏ដោយអរគុណ